ខ្លះអំពីខ្សែជីវិតចាងហ្វីមានស្រុកកំណើតនៅស្រុកជួក្នុងឆ្នាំ108នៃគ្រិស្តសករាជនាចុងរជ្ជកាលរាជវង្សហានខាងកើតលោកនិងកុនអ៊ីក៏បានចូលរួមជាមួយនឹងលាវប៉ៃដោយសារកុនអ៊ីមានអាយុច្រើនជាងលោកពី3ឆ្នាំទើបចាងហ្វីចាត់ទុកកុនអ៊ីដូចជាបងប្រុសបង្កើតចាងហ្វីនិងកុនអ៊ីត្រូវបានគេស្គាល់ថាជាមនុស្សដែលមានកម្លាំងខ្លាំងក្លាចាងហ្វីបានចូលរួមប្រយុទ្ធនៅក្នុងសមរភូមិជាច្រើនដូចជាយុទ្ធនាការច្រាំងថ្មក្រហមឆ្នាំ208-209នៃគ្រិស្តសករាជការដណ្ដើមយកខេត្តអ៊ីជើឆ្នាំ212ដល់ឆ្នាំ214នៃគ្រិស្តសករាជយុទ្ធនាការតំបន់ហាន់ចុងឆ្នាំ217ដល់ឆ្នាំ218នៅឆ្នាំ221លាវប៉ៃក៏បានប្រកាសខ្លួនជាអធិរាជនិងបានបង្កើតនគរស៊ូហានហើយទ្រង់ក៏បានដំឡើងឋានៈចាងហ្វីជាមេទ័ពប្រទេសសេះនិងមេទ័ពសេះនិងជាមន្ត្រីត្រួតពិនិត្យផងដែរព្រមទាំងបានផ្ដល់គ្រូមងារថាជាព្រះអម្ចាស់នៃតំបន់ស៊ីលាវប៉ៃបានផ្ញើព្រះរាជសារទៅចាងហ្វីដែលមានខ្លឹមសារដូចតទៅនេះថាយើងបានទទួលអាជ្ញាពីឋានស៊ូនិងបានបន្តកិច្ចការដ៏ឧត្តុង្គឧត្តមពីបុព្វបុរសរបស់យើងមានភារកិច្ចត្រូវស្ដារសន្តិភាពនិងបង្ក្រាបនូវភាពវឹកវរនៅក្នុងអាណាចក្រមកទល់ពេលនេះមានពួកជនពេលនិងពួកព្រៃផ្សៃកំពុងតែបំផ្លិចបំផ្លាញនិងបង្កគ្រោះថ្នាក់ដល់ប្រជាជនថ្នាក់អ្នកដែលកំពុងនឹករលឹកដល់រាជវង្សហានកំពុងតឹងរង់ចាំយ៉ាងខ្លាំងនៅការស្ដាររាជវង្សហានឡើងវិញយើងមានអារម្មណ៍ក្តុកក្តួលចិត្តមិនស្ងប់សម្រានមិនលក់ឲ្យសោយក៏មិនឆ្ងាញ់យើងបានរៀបចំកងទ័ពនិងបានធ្វើសម្បត្តិដើម្បីនាំយកការដាក់ទណ្ឌកម្មពីឋានស៊ូទៅកាន់ពុកម្នាស់ក្រក់ទាំងនោះអ្នកគឺជាបុគ្គលដែលមានភាពស្មោះត្រង់និងម៉ឺងម៉ាត់សមិទ្ធផលរបស់អ្នកគឺអាចប្រៀបផ្ទឹមបាននឹងលោកសៅហូហើយកេរ្តិ៍ឈ្មោះរបស់អ្នកល្បីសុសសាយទាំងចិត្តទាំងឆ្ងាយយើងមានមោទនភាពចំពោះអ្នកខ្លាំងណាស់នៅក្នុងគម្ពីរស៊ីជីងបានពោលថាមិនបង្កទុកដល់ប្រជាជនមិនបង្ខំឲ្យប្រញាប់ប្រញាល់ប៉ុន្តែធ្វើឲ្យពួកគេគោរពតាមច្បាប់រដ្ឋអ្នកបានចាប់ផ្ដើមនិងបង្ហាញឲ្យឃើញនូវគុណសម្បត្តិរបស់អ្នកយ៉ាងពិតប្រាកដហើយយើងនឹងធ្វើឲ្យអ្នកមានសេចក្តីសុខតែយើងមិនអាចផ្ដល់ការលើកទឹកចិត្តដល់អ្នកយ៉ាងដូចម្តេចទៅកាលពីចុងឆ្នាំ219នៃគ្រិស្តសករាជស្ទុនឈៀនបានផ្ដាច់សម្ព័ន្ធភាពជាមួយនឹងលាវប៉ៃហើយបានបញ្ជូនមេទ័ពលីម៉ឹងឲ្យវាយយកទឹកដីរបស់លាវប៉ៃដែលគណៈពេលនោះបណ្ដាលឲ្យគុនអ៊ីនិងគុនភីងបានបាត់បង់ជីវិតហើយនៅក្នុងខែសីហាឆ្នាំ221នៃគ្រិស្តសករាជលាវប៉ៃបានបើកយុទ្ធនាការដើម្បីសងសឹកនិងដណ្ដើមយកខេត្តជីងចៅត្រឡប់មកវិញចាងហ្វៃត្រូវបានបញ្ជាឲ្យដឹកនាំទ័ព10000នាក់ចេញពីក្រុងឡានចុងដើម្បីទៅជួបជុំជាមួយកងទ័ពធំរបស់លាវប៉ៃនៅក្រុងជាងជូវនៅក្នុងអំឡុងពេលនៃការប្រមូលទ័ពចាងហ្វេក៏បានដាក់កិច្ចការមួយដែលហាក់បីដូចជាមិនអាចទៅរួចឲ្យទៅមន្ត្រីក្រមអាវ៉ាតពីរនាក់គឺហ្វាងឈៀននិងចាងតាដោយឲ្យពួកគេរៀបចំកែបសេះយ៉ាងច្រើនសម្រាប់កងទ័ពនគរស៊ូពួកគេទាំងពីរដឹងថាមិនអាចសម្រេចកិច្ចការនេះបាននឹងខ្លាចការដាក់ទណ្ឌកម្មពួកគេក៏បានឃ្លាតការសម្លាប់ចាងហ្វីរួចកាត់ក្បាលយកទៅថ្វាយស៊ុនឈៀនដើម្បីសុំចុះចូលចាងហ្វីទទួលមរណភាពនៅក្នុងខែសីហាឆ្នាំ221នៃគ្រិស្តសករាជ